សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយមេតិជាហ្នឹងឯនេះសូមឲ្យទាំងអង្គុយហូបស្រាបងប្អូនហើយឃើញហើយក៏ហូបមិនឆ្ងាញ់ដែរដោយសារអីដោយសារតិចពេកបងប្អូនហើយបង្កើតភ្លើងភ្នក់ទៅដាក់ហូបបដាអាំងភ្លើងបដាអញ្ចឹងទៅហើយក៏ក្រេះក្រោះក្រោតមេខ្លែមកមើលតិចទៀតក៏សឹកមួយបងឲ្យគាត់សេរីមន់មួយស្អាយយប់អីហ្នឹងទៅរកសាច់ខ្លែណាបងប្អូនយប់ហ្នឹងហើយក៏ប្រាប់បងឲ្យគាត់ទៅសេរីសាច់ខ្លែមិនស្អាយមានតែមន់យប់អីចឹងទៅរកណានេះធ្វើឲ្យបងធ្វើមន់មួយស្ងោរហើយចលក់ទៅព្រោះហូប3នាក់មន់មួយ3នាក់បងប្អូនហើយធំដែរមន់ផាជា1គីឡូជាងមន់មួយទៀតហើយបងក៏ចាប់ដើមធ្វើដែរបងប្អូនធ្វើគាត់បេះពេលខ្ញុំមិនមានបានជួយធ្វើបងណាបងប្អូនហើយឥឡូវបើកភ្លើងម្ចាស់គាត់ចាស់បដាថតបដាទៅដល់ហើយនេះមកតិចទេតែកាន់មន់ទៅដោយសារគាត់ជាប់ដៃហើយមានដាក់ស្លឹកក្រូចសើចបេះទៅបេះស្លឹកក្រូចសើចហើយយកមន់មកដាក់ស្ងោរនៅក្នុងឆ្នាំងមន់ហ្នឹងវាធំទៀតបងប្អូនឆ្នាំងប៉ុណ្ណឹងដាក់អត់ចូលទេបងប្អូននៅជើងទៅដាក់ទាំងមូលតែដាក់អត់ចូលទេមន់វាធំជាងឆ្នាំងទៀតឃើញបងប្អូនមើលមន់មួយផាច់ចូលចិត្ត2គីឡូហើយមន់មេមន់មួយហូប3នាក់ហើយមើលគិតមើលមន់ហើយយកអីដល់ទៅណាដល់ទៅរកសាច់ខ្លែណាមានតែមន់ក្នុងទ្រុងមន់ខ្លួនឯងចាំនឹងសួរចឹងបងប្អូនពេលយើងយកលុកអត់មានខ្លែយើងស្រែមន់មួយផោះហ្នឹងបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានមានតែប៉ុណ្្នឹងចាំមើលវីដេអូក្រោយ